trời mai tâm riêng mong bà lo hãy tâm riêng luôn luôn បាទវីដេអូនេះគឺជាវីដេអូមុនកលាប់ឡានថ្ងៃនេះប៊ីនឹងស្លាប់ទាំងអស់គ្នាបងប្អូននេះគឺជាព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំកលាប់ឡានហើយកលាប់ឡានជាមួយអ្នកណាមទៀតមិនជាមួយបងប្អូនគឺជាមួយប្រូក្តីនេះក្តីមួយរយៈនេះគឺគាត់សយខ្លាំងមែនទែនបងប្អូនអស់គ្នាការងារគាត់ក៏មានបញ្ហាហើយ YouTube ហ្នឹងគាត់ក៏មានបញ្ហាហើយបច្ចុប្បន្នគឺ business គាត់ក៏មានបញ្ហាដែរហើយប្រហែលខែនេះបងប្អូនអស់គ្នាគឺរន្ទះបាញ់ផងគ្រុនពវៀនផងមិនស្លាប់ទេហើយឥឡូវនេះគឺខ្ញុំបានទៅអង្គុយឡានជាមួយគាត់នឹងមកប៉ណ្ណាំងឡានជុំគ្នាមកកលាប់ឡានហើយសំណាងដែរបងប្អូនអស់គ្នាដែលខ្ញុំអត់អីទៅគាត់និយាយទៅវាដូចតំណងដែរបងប្អូនឥឡូវនេះគឺយកមិញហ្នឹងគឺបានយកបញ្ជូនគាត់ទៅមន្ទីរពេទ្យហើយគាត់បាក់ម្រាមដៃហើយប៊ីសនឹងដាច់ម្រាមដៃ3ទៀតបងប្អូនអស់គ្នាឥឡូវនេះខ្លាចជាបុគ្គលមានពិការភាពដៃឆ្វេងហើយបងប្អូនប្រហែលជា5ទៅ6ខែបាទដៃផនគាត់ហ្នឹងប្រើប្រាស់បានធម្មតាវិញដោយសារបាក់ឆ្អឹងតែម្ដងហើយនេះគឺជាកំហុសឆ្គងមួយដែរបងប្អូនអស់គ្នាដោយសារតែខ្ញុំពីនឹងក្តីគឺអត់បានដាក់ខ្សែក្រវ៉ាត់ហើយនៅមួយក្តីគាត់ទឹកដៃល្អខ្លាំងដែរប៉ុន្តែដោយសារតែយអូនហើយមួយរយៈនេះគឺយអូនគាត់សយខ្លាំងមែនទែនហើយអ្នកខ្លះទៀតគាត់ថាក្តីគឺខំអត់ខខនៅក្នុងព្រៃច្រើនអញ្ចឹងណាហើយដូច្នេះហើយបងប្អូនអស់គ្នាក៏មានការព្រួយបារម្ភប៉ុន្តែបងប្អូនអស់គ្នាជប់បារម្ភតែគាត់អត់អីទេដោយសារគាត់ជប់វិញគាត់បានទទួលការវះកាត់ហើយបងប្អូនទៀតក៏សួរថាតើខ្ញុំត្រូវអីអត់ខ្ញុំអត់អីទេបងប្អូនអស់គ្នាគឺឥឡូវនេះគឺខ្ញុំមកប្រម៉ូទឡានធម្មតានេះជាប្រភេទឡានដឹកទំនិញបងប្អូនមិនលេងសើចទេខ្ញុំមកប្រម៉ូទធម្មតាហើយបងប្អូនអស់គ្នាខ្ញុំគិតថាខ្ញុំមកអីវាជើងឬក៏មានបញ្ហាដៃអីអត់ទេនេះគឺកាយវិការល្អជាមែនតើអូបាទអស់ខាងមែនតើដោយសារមនុស្សខ្ញុំមានបនបន្តិចមិនដូចក្តីគឺគាត់ខែនេះយកអូនរៀងដាក់ច្រើនបន្តិចហើយខ្ញុំកម្រងហើយគឺពេលដែលគាត់ជាសោះស្បាយយើងនឹងយកគាត់ទៅស្រោចទឹកហើយមិនមែនស្រោចតែឯងទេគឺស្រោចជុំគ្នាជាមួយខ្ញុំតែម្ដងអូខេចង់ដឹងថាថ្ងៃនេះខ្ញុំក្រោយពីអត់អីខ្ញុំមកប្រម៉ូទឡានធម្មតាតើឡាននេះឡានអីគេយើងទៅតាមឡានស្ដាប់បងប្អូនឡាននេះមែនតើទៅកន្លែងណាដែលមើលទៅចំណុចពិសេសជាងឡានដទៃបងចំណុចដែលពិសេសជាងគេគឺឡានយើងអាចសាក់សងខាងបានចឹងក្នុងពេលតែមួយសាក់សងខាងបានក្នុងពេលតែមួយបងក្នុងពេលតែមួយចឹងមានថាឧទាហរណ៍ថាយើងប្រញាប់យើងអាចយកដុំសាក់ដោតភ្លើងដល់តែ2ក្នុងពេលតែមួយចឹងវាចំណេញពេលវេលាបានច្រើនឧទាហរណ៍ឡានដទៃគេសាក់1ម៉ោងឡាននេះច្រើនតែ40នាទីក៏ពេញហើយព្រោះវាមានការបញ្ចូលដូចហ្នឹង2សងអាចមើលខាងនេះបានបាទជប់មានកន្លែងមួយទៀតដែលអាចយើងសាក់បានប្រហែលដងបងប្រភេទរបស់យើងនេះគឺយើងច្រើនជាងឡានអគ្គិសនីដទៃដោយសាររបស់យើងគឺសាក់បានដល់4500ដង4500ដងបាទអូបាទហើយយើងធានារបស់យើងក៏បានរយៈពេលវែងណាស់5ឆ្នាំឬ200,000គីឡូអូបាទ5ឆ្នាំ200,000គីឡូបងប្អូនអរគ្នាជាក់ស្ដែងទៅជាប្រភេទ EV ទេប៉ុន្តែសាក់មួយដងគឺយើងចាយពេលតិចយើងមានឌុយសាក់2ហើយអ្វីដែលសំខាន់បំផុតគឺសាក់ម្ដងបាន400គីឡូពីនេះទៅហូបបាត់ដបទៅទៀតបងប្អូនអរគ្នាបាទបងប្អូនអរគ្នាខាងក្រោយរបស់ខ្ញុំនេះគឺជាប្រភេទរថយន្តអគ្គិសនី5តោនដឹកទំនិញអែមខ្លាំងមែនទែនបងប្អូនអរគ្នាដែលប្រើប្រាស់ថ្ម CALT ដែលជាក្រុមហ៊ុនផលិតថ្មលំដាប់លេខ1នៅលើពិភពលោកតែម្ដងរថយន្តប្រភេទ5តោននេះគឺមាន2ប្រភេទមានទាំងរថយន្តអគ្គិសនីនិងរថយន្តម៉ាស៊ីនហើយបងប្អូនអរគ្នាចំពោះរថយន្តនេះទៀតសោតអ្វីដែលកាន់តែពិសេសបំផុតនោះគឺយើងបានបំពាក់មកជាមួយនៅប្រដាប់សាកថ្ម2វាអាចសាកថ្មបានចាប់ពី4000ដងទៅ4500ដងហើយពេលដែលយើងសាកមកពេញគឺរត់បានចំនួន400គីឡូហើយចំពោះរថយន្តនេះទៀតសោតគឺមានការធានាជូនរយៈពេល5ឆ្នាំ200,000គីឡូវ៉ាវ200,000គីឡូបងប្អូនអរគ្នាមិនមែនតិចទេហើយក៏មិនមែនធម្មតាដែរគឺអស្ចារ្យខ្លាំងមែនទែនបាទហើយបងប្អូនអរគ្នាក៏មានការព្រួយបារម្ភថាតើឡានឈិនឡុងនេះនឹងមានការទិញអត់ព្រឹកមិញនេះយើងបានប្រគល់ជូនភ្ញៀវរួចទៅហើយគឺក្រុមហ៊ុនវីរៈបុនធាមគឺមកទទួលឡានឈិនឡុងនេះដែលជាប្រភេទឡានអគ្គិសនីនិងឡានម៉េស៊ុតសម្រាប់យកទៅប្រើប្រាស់ផងដែរហើយក្រុមហ៊ុនក៏បានប្រគល់ជូនអតិថិជនយ៉ាងពេញចិត្តហើយពេញថ្លើមតែម្ដងខ្ញុំពិតជាសរសើរចំពោះក្រុមហ៊ុនឈិនឡុងតែម្ដងដែលឈានមុខគេក្នុងការនាំយកឡានប្រភេទដឹកទំនិញ5តោនគឺមានទាំងជម្រើសសម្រាប់បងប្អូនប្រជាជនក៏ដូចជាបងប្អូនអាជីវករសម្រាប់ប្រើប្រាស់តែម្ដងមិនថារថយន្តម៉ាស៊ុតនិងអគ្គិសនីទេគឺពិសេសជូនតែម្ដងបាទអូមួយទៀតគ្លីបប្រាប់បងប្អូនអរគ្នាខ្លាចបងប្អូនទាំងអស់គ្នាយល់ច្រឡំចំពោះរថយន្តវិញគឺយើងមានចាប់ពី 3.5 តោនឡើងរហូតទៅដល់រថយន្តក្បាលសណ្ដោងនិងរថយន្តបែនគ្រប់ប្រភេទផងដែរហើយល្អខ្លាំងមែនទែនបងប្អូនអរគ្នាបងប្អូនអរគ្នាបើចង់ដឹងច្បាស់បងប្អូនអរគ្នាអាចមកដល់ showroom ក៏បានឬក៏បងប្អូនអរគ្នាអាចទំនាក់ទំនងទៅតាមគណនី Facebook page របស់ក្រុមហ៊ុនផ្ទាល់តែម្ដងដើម្បីងាយស្រួលតើជម្រើសមួយណាដែលជាជម្រើសដ៏ល្អបងប្អូនអរគ្នាសម្រាប់ទិញយកទៅប្រើប្រាស់